សួស្តីប្រិយមិត្តសូមស្វាគមន៍មកកាន់ភ្នំពេញវ៉កខ្ញុំជិះកាត់ទីនេះរាល់ព្រឹកហើយធ្លាប់តែឃើញកម្មករជាច្រើនកំពុងមមាញឹកធ្វើការសាងសង់ប៉ុន្តែមួយរយៈចុងក្រោយនេះបរិយាកាសបែរជាស្ងប់ស្ងាត់មិនសូវឃើញមានសកម្មភាពការងារដូចមុនឡើយរឿងនេះបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថាតើការសាងសង់កំពុងផ្អាកជាបណ្ដោះអាសន្នឬមានគៀបពន្យាពេលវែងមួយសូមរំលឹកផងដែរថាគម្រោង KBH Universal Financial Center ក៏ជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជាក្នុងឆ្នាំ2026អគារនេះមានកម្ពស់ 264.6 ម៉ែត្រ 63 ជាន់ហើយត្រូវបានរចនាឡើងជានិមិត្តរូបថ្មីនៃការអភិវឌ្ឍទីក្រុងភ្នំពេញតើអ្នកគិតថាគម្រោងនេះនឹងបន្តការសាងសង់នៅពេលណាសូមចែករំលែកមតិយោបល់របស់អ្នកក្នុង comment ខក្រោមដែរ